រឿងព្រះនាងផ្កាចម្ប៉ានិងព្រានព្រៃកាលពីព្រេងនាយនៃនគរមណីបុរៈមានព្រះរាជមេអង្គព្រះនាមព្រះបាទរាជសីហ៍និងព្រះអគ្គមហេសីព្រះនាមព្រះនាងកែមនីព្រះអង្គទាំងពីរមានបុត្រីមួយអង្គព្រះនាមកេសូចម្ប៉ាដែលមានរូបឆោមលំពណ៌ស្រស់ស្អាតគ្មានពីរតែមានប្រតិយជួយិតនិយាយឌឺដងនិងពូកែខាងប្រើប្រាជ្ញាវោហាថ្ងៃមួយព្រះនាងចម្ប៉ានិងនាងម្លិះបានលួចចេញពីវាំងទៅលេងព្រៃកំសាន្តពេលកំពុងដើរក្នុងព្រៃស្រាប់តែមានសត្វទន្សាយមួយរត់កាត់មុខព្រះនាងក៏រត់ដេញតាមហើយវង្វេងផ្លេវពីនាងម្លិះរំពេចនោះព្រះនាងក៏បានជួបនឹងព្រានព្រៃវីរៈដែលកំពុងដាក់អន្ទាក់សត្វអូនាងទេពអប្សរមកពីឋានណាបានជាវង្វេងចូលព្រៃជ្រៅយ៉ាងនេះឬមួយដើរតាមរកគូព្រេងទេណាយើងមិនមែនទេពអប្សរទេហើយក៏មិនមែនបង្វេងដែរគ្រាន់តែចង់ដឹងថាតើនៅក្នុងព្រៃនេះមានអ្វីគួរឲ្យចាប់អារម្មណ៍ជាងមុខអ្នកព្រានឯងបើមុខខ្ញុំមិនគួរឲ្យចាប់អារម្មណ៍ណាមិនដេចក៏នាងឈរសម្លឹងយូរម្ល៉េះប្រយ័ត្នជាប់អន្ទាក់ស្នេហ៍ខ្ញុំណាអន្ទាក់ស្នេហ៍អ្នកឯងប្រហែលជាជាប់តែសត្វឆ្លូសត្វប្រាស់ទៅដឹងយើងជាកេសូចម្ប៉ាមិនងាយធ្លាក់ក្នុងអន្ទាក់អ្នកណាស្រួលទេអ្វីត្បិតតែមានចិត្តប្រតិព័ទ្ធនឹងសម្រក់និងភាពក្លាហានរបស់នាងតែនៅតែបន្តឌឺដងគ្នាទីបំផុតវីរៈក៏នាំផ្លូវព្រះនាងត្រឡប់ទៅជួបនាងម្លិវិញព្រះនាងចម្ប៉ាបានឲ្យចិញ្ចៀនមួយវងទៅវីរៈជារង្វាន់តែក្នុងចិត្តនៅតែនឹកឃើញពាក្យសម្ដីឌឺដងរបស់គេព្រះរាជាប្រកាសរកគូឲ្យព្រះនាងព្រះបាទរាជសីហ៍មានព្រះបំណងចង់ឲ្យព្រះនាងចម្ប៉ារៀបអភិសេកឧកញ៉ាចតុរង្គក៏ឆ្លៀតឱកាសចូលក្រាបទូលថ្វាយកូនប្រុសខ្លួនគឺកំឡោះមង្គលជាគូនឹងព្រះនាងព្រះរាជាពេញប្រតិយនឹងឋានៈតែព្រះនាងចម្ប៉ាមិនពេញចិត្តនឹងឫកពារបស់មង្គលឡើយពេលមង្គលមកនិយាយអួតពីទ្រព្យសម្បត្តិលោកបងមង្គលទ្រព្យសម្បត្តិវាមិនចេះនិយាយឆ្លើយឆ្លងជាមួយខ្ញុំទេហើយក៏មិនអាចការពារខ្ញុំពីសត្វរមាសបានដែរហេតុអ្វីព្រះនាងនិយាយពីសត្វរមាសព្រោះបើមានសត្វរមាសស្ដេញញាក់ណាដែលរត់លឿនជាងគឺញាក់នោះហើយដែលខ្ញុំពេញចិត្តនិយាយបញ្ឆាត់បញ្ឈៀងទៅវីរៈព្រះរាជាក៏ប្រកាសថាបរិសណាដែលឆ្លងកាត់ឧបសគ្គ3យ៉ាងដែលព្រះនាងដាក់ឲ្យបាននឹងបានរៀបអភិសេកជាមួយព្រះនាងវីរៈបានដឹងថាការសម្រេចចិត្តទៅសុំជំនួយពីមហាឥសីភ្នំពេជ្រមហាឥសីឃើញពីនិស្ស័យរបស់គេក៏ប្រទាននៅដំបូន្មាននិងវត្ថុស័ក្តិសិទ្ធិខ្លះឧបសគ្គទី1រោគផ្កានីលកេសរដែលដុះតែលើកំពូលភ្នំខ្ពស់ហើយមានសត្វគ្រុឌកំណាចកំពុងយាមមង្គលជួលមនុស្សជាច្រើនឲ្យទៅរកតែមិនបានសម្រេចវីរៈប្រើប្រាជ្ញានិងភាពរហ័សរហួនពុំទាំងដំបួនមានពីឥសីក៏ឡើងទៅដល់កំពូលភ្លុំគេបាននិយាយចរចាជាមួយសត្វគ្រុឌដោយសន្យាថានឹងជួយព្យាបាលកូនគ្រុឌដែលឈឺជីធ្នូនឹងផ្កាវីរៈបានផ្កានោះមកចម្ប៉ាពេលឃើញផ្កានេះស្អាតមែនតែមិនដឹងថាអ្នកទៅលួចពីសួនច្បារអ្នកណាទេដឹងឧបសគ្គទី2ចាប់ត្រីមរកតដែលនៅក្នុងបឹងអាកំបាំងមានទឹកហូរខ្លាំងមង្គលបញ្ជាឲ្យគេបង្ហូរទឹកបឹងតែត្រីនោះក៏បាត់ទៅវីរៈប្រើខ្សែសិលដែលឥសីឲ្យអាចដើរលើទឹកបានហើយប្រើនុយពិសេសដែលខ្លួនធ្លាប់ដឹងចាប់បានត្រីមរកតយ៉ាងស្អាតត្រីនេះភ្លឺប្លែកគួរឲ្យស្រឡាញ់តែខ្លាយតែអ្នកព្រានឯងស្ទួយបានត្រីខុសទេដឹងត្រីនេះបើមិនមែនព្រះនាងទេក៏គ្មានអ្នកណាហ៊ានប៉ះពាល់ដែរព្រោះវាមានពឹសស្នៃណាព្រះនាងឧបសគ្គទី3ឆ្លើយប្រស្នា3ឃ្លារបស់ព្រះនាងប្រស្នាទី1តើអ្វីទៅដែលធំជាងគេក្នុងលោកមង្គលមហាសមុទ្រចម្លើយខុសគឺមេឃនឹងណាត្រញៀង
ចម្លើយគឺត្រឹមត្រូវប្រស្នាទី2តើអ្វីទៅដែលលឿនជាងគេ សេះនឹងណាព្រះនាងគឺជាគំនិតរបស់មនុស្ស ចម្លើយត្រូវប្រស្នាទី3ដែលជាប្រស្នាចុងក្រោយបើអ្នកជាព្រានតើអ្នកនឹងប្រើព្រួញអ្វីដើម្បីបកបាញ់បេះដូងសត្វដែលរឹងរូសជាងគេ មង្គលមុខខឹងហើយច្រឡោត ព្រះនាងសួរអ្វីចម្លែកម្លេះ វីរៈសំឡឹងតបដោយក្តីស្រឡាញ់ទូលបង្គំនឹងមិនប្រើព្រួយទេព្រះនាងទូលបង្គំនឹងប្រើភាពស្មោះត្រង់និងភាពអត់ធ្មត់រហូតទាល់តែសត្វនោះបុគ្គលនោះព្រមបើកបេះដូងទទួលដោយខ្លួនឯងហើយបើនៅតែមិនព្រមទៀតទូលបង្គំនឹងប្រើការឌឺដងលេងរហូតទាល់តែទ្រាំមិនបាន ព្រះនាងចម្ប៉ាឮហើយក៏សាយក៏ក្អឹកមុខឡើងក្រហមព្រះបាទរាជសីហ៍និងមន្ត្រីទាំងពួងក៏យល់ពីអត្ថន័យនោះ ពិធីអភិសេកនិងការបន្តឌឺដងព្រះបាទរាជសីហ៍ពេញព្រះទ័យនឹងប្រាជ្ញានិងភាពក្លាហានរបស់វីរៈទ្រង់ក៏រៀបចំពិធីអភិសេកព្រះនាងចម្ប៉ាជាមួយវីរៈដែលពេលនេះត្រីបានតែងតាំងជាមេទ័ពនគរ ទីបំផុតអន្តៈព្រានព្រៃជាប់កេសរចម្ប៉ាដ៏មានតម្លៃហើយ ប្រយ័ត្នណាកេសរនេះមានបន្លាបើមិនធ្នមទេអាចមុតដៃបាន បងស៊ូទ្រាំមុតបើបានផ្កានេះមកក្រងលើទ្រូងរាល់ថ្ងៃ ហើយអ្នកទាំងពីរក៏សើចព្រមគ្នានគរមណីបុរៈក៏មានសេចក្តីសុខខ្សែមឹកសានហើយគូស្នេហ៍មួយគូនេះនៅតែបន្តការឌឺដងឃ្លាប្រកបដោយក្តីស្រឡាញ់ជារៀងរហូតទៅ ស្នេហាពិតមិនប្រកាន់វណ្ណៈហើយប្រាជ្ញាភាពក្លាហាននិងភាពស្មោះត្រង់អាចយកឈ្នះគ្រប់ឧបសគ្គការលេងសើចឌឺដងគ្នាក៏អាចជាគ្រឿងផ្សំដ៏ផ្អែមល្ហែមមួយនៃចំណងស្នេហ៍ផងដែរសង្ឃឹមថារឿងនិទាននេះត្រូវតាមបំណងប្រាថ្នារបស់អ្នកទស្សនា